ករណីជុងប្លន់រថយន្តអ្នកដំណើរតាមផ្លូវលបឿនលឿនត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ខណៈបកពួកម្នាក់ទៀតដែលមានកំភ្លើងកំពុងរត់គេចខ្លួន នៅព្រឹកថ្ងៃទី 29 ខែមីនា ឆ្នាំ 2025 មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅតាមផ្លូវលបឿនលឿន និងមានការចែករំលែកតាមបណ្ដាញសង្គមយ៉ាងច្រើនដោយឃើញជនល្មើសម្នាក់បានជុងរថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវលបឿនលឿនហើយជនរងគ្រោះចុះពីរថយន្តរួចរូបគេក៏បានបើកកិច្ចចេញទៅសម្រាប់ហេតុការណ៍នេះកម្លាំងនគរបាលខេត្តកណ្ដាលសហការជាមួយនឹងកម្លាំងនគរបាលរាជធានីភ្នំពេញបានចេញស្ទាក់ហើយឈានដល់ការបង្ក្រាបបានភ្លាមដែលចាប់ជនល្មើសបានម្នាក់និងដកហូនរថយន្តរបស់ជនរងគ្រោះមកវិញខណៈដែលជនល្មើសម្នាក់ទៀតដែលមានកំភ្លើងនៅក្នុងដៃកំពុងគេចខ្លួនករណីនេះបានកាត់ឡើងដោយដំបងជនល្មើសមានចំនួន 2 នាក់មានកំភ្លើងខ្លីជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ 4 ពេលនោះកម្លាំងនគរបាលមូលដ្ឋានក៏បានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ចតែមិនបណ្ដាលឲ្យរងរបួសនោះទេលោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថាពេលនោះកម្លាំងនគរបាលរបស់លោកចាប់ជនល្មើសបានម្នាក់ហើយម្នាក់ទៀតដែលមានកំភ្លើងបានរត់គេចខ្លួនមកផ្លូវលបឿនលឿនហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវលបឿនលឿនម្ដុំអូក្រាំងអំបិលស្រាប់តែជនល្មើសបានជុងជនរងគ្រោះរួចបើករថយន្តជនរងគ្រោះម៉ាកលុចស៊ីគេចខ្លួនតែម្ដងដោយវីដេអូដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមក្រោយពេលទទួលបានព័ត៌មាននេះកម្លាំងនគរបាលខេត្តកណ្ដាលបានសហការជាមួយនឹងកម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខេត្តកំពង់ស្ពឺដេញតាមនិងចេញពួនស្ទាក់ដើម្បីចាប់ជនល្មើសដែលជុងប្លន់យករថយន្តរូបនេះក្រោយដឹងថាកម្លាំងសមត្ថកិច្ចកំពុងដេញតាមជនល្មើសក៏បានបើករថយន្តយកទៅផ្លុងចោលនៅក្នុងទឹកដីស្រុកអង្គស្នួរហើយបានជុងអ្នកបើកបររថយន្តលេខស៊ីពណ៌ខ្មៅរថយន្តមួយគ្រឿងទៀតដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ចរហូតបើកចូលទឹកដីខណ្ឌកំបូលក៏ត្រូវបានកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ហើយជនល្មើសភ្លាមនោះចុះពីរថយន្តរត់គេចខ្លួនតែម្ដងលោកឧត្តមសេនីយ៍ឯកជនរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថាក្រោយមានហេតុការណ៍នេះកាត់ឡើងក៏មានការសុំសហការពីនគរបាលខេត្តកណ្ដាលលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញនិងកម្លាំងនគរបាលមូលដ្ឋានចេញពួនស្ទាក់រហូតឃើញមុខសញ្ញាដែលជុងរថយន្តជនរងគ្រោះទាំងពីរតែជនល្មើសដឹងខ្លួនក៏បានចុះពីរថយន្តរត់គេចខ្លួនបាននៅពេលនេះកម្លាំងនគរបាលកំពុងសហការតាមចាប់ជនដៃដល់ដែលកំពុងតែគេចខ្លួននេះបន្តទៀតផ្សាយដោយអង្គភាពគេហទំព័រប្រមាញ់ជីដែន TV News